រឿងស្នេហ៍ធ្លាក់ពីលើមេឃភាគទី2ទេសភាពព្រៃព្រឹក្សាអមដោយរុក្ខជាតិខៀវស្រងាត់បង្ហាញពីភាពលេចធ្លោនៃដើមឈើចំណាស់មួយដើមយ៉ាងធំស្កឹមស្កៃកម្ពស់ប្រហែលជាង25ម៉ែត្រនៅក្រោមដើមឈើមានខ្ទមអ្នកតាមួយសង់ពីបន្ទះឈើប្រក់ស្បឹងនៅខាងមុខនោះមានតាំងដោយដងវាយផ្លែឈើគ្រឿងចម្អាបត្រៀបត្រាពីពេញនឹងនារីវ័យក្មេងរាងស្ដើងមេតល្អិតស្លៀកពាក់បែបនារីព្រៃភ្នំអាវសាច់ក្រណាត់សូត្រពណ៌ទឹកប៊ិចមានឆ្នូតក្បាច់បែកពណ៌ស្វាយមួយទម្លាក់សក់រួញអង្គាដីត្រឹមចង្កេះសម្បុរនាងមានពណ៌ស្លែចម្លែកខុសពីមនុស្សធម្មតាវ័យរបស់នាងប្រហែលនឹងមានអាយុ18ឆ្នាំនាងកំពុងអង្គុយបត់ជើងលើកដៃប្រណម្យមកកាន់ដើមឈើមួយនេះដោយនិយាយខ្សឹបថាអូលោកតាដ៏ស័ក្តិសិទ្ធិនៃដែនដីភ្នំភូរុងនេះសូមបារមីរបស់លោកតាជួយឲ្យកូនចៅទទួលបានស្វាមីជាអ្នកទីក្រុងមានរូបសម្បត្តិស្រស់សង្ហាហើយនាំកូនចៅចាក់ចេញពីទីនេះផងទៅលោកតាប្រសិនបើនៅក្នុងវ័យ18ឆ្នាំនេះកូនចៅរកស្វាមីដោយខ្លួនឯងមិនបានទេកូនចៅប្រកាសជាត្រូវលោកឪពុកចាប់ធ្វើជាភរិយារបស់កូនអ្នកស្រុកភូមិនេះជាមិនខានទេសូមលោកតាជួយកូនចាប់កូនព្រាបឲ្យបានសម្រេចបំណងប្រាថ្នានេះផងបើបានសមបំណងប្រាថ្នារបស់កូនចៅនឹងថ្វាយភ្លេងហើយនាំស្វាមីមករំថ្វាយលោកតាសាធុសាធុសំឡេងដូចជាមានអ្វីម្យ៉ាងធ្លាក់មកពីលើមេឃមកទើនឹងចុងឈើមួយដើមនេះនារីរបស់យើងប្រញាប់ក្រោបឈរងើយសង្កេតមើលអ្វីម្យ៉ាងដែលបានធ្លាក់មកនោះនាងសង្កេតឃើញមានឆ័ត្រយោងពណ៌ប៉ារ៉ារយិញរយោងគ្របដណ្ដប់លើអ្វីម្យ៉ាងពេលខំសង្កេតមើលទៅក៏ឃើញថាដូចជាដៃមនុស្សនារីម្នាក់នោះរត់ឆ្លេឆ្លារកទំពុកឫស្សីដ៏វែងមួយយកមកឆ្កឹះក្រណាត់ឆ័ត្រយោងនោះចេញហើយក៏បានឃើញថាមានបុរសម្នាក់ស្លៀកឈុតប៉ារ៉ាកំពុងដេកសន្លប់ស្ដោកស្ដឹងមកទើនឹងមេឃឈើដ៏ធំនោះនាងយកទំពុកឫស្សីនោះមកឆ្កឹះដាក់បុរសម្នាក់នោះអេលោកភ្ញាក់ឡើងនេះគេស្លាប់បាត់ហើយទេដឹងនាងនៅតែបន្តយកឈើឫស្សីមកឆ្កឹះគេរហូតដល់បុរសម្នាក់នោះដឹងខ្លួនបុរសសង្ហាដែលបានធ្លាក់មកពីលើមេឃនោះគឺជាកំឡោះរុកសង្ហាវិរៈឆៃយើងនេះឯងគេចាប់ផ្ដើមកំរើកត្របកភ្នែកបើកភ្នែករឹមសម្លឹងមើលជុំវិញខ្លួនពតដោយព្រៃឈើក្រាស់ខ្មឹកខៀវស្រងាត់ទាំងដែលនៅសេសើនៅឡើយសុកស្រាប់តែមានអារម្មណ៍ថាដូចជាឈឺផ្នែកខាងខ្នងដូចជាមានអ្វីម្យ៉ាងចាក់អញ្ចឹងអ្នកកំឡោះព្យាយាមប្រមូលកម្លាំងអើតមកខាងក្រោមគេប៊ីកិច្ចនឹងឈើឫស្សីមនុស្សស្ទើរតែមិនតាន់ហើយឃើញនារីរូបរាងនិងស្លៀកពាក់ចម្លែកសម្បុរពណ៌ដោយដើមឈើដុះស្លែដែលជាអ្នកយកឈើមកចាក់ពីក្រោមចម្ងាយប្រហែលខ្ទង់ជាង20ម៉ែត្រឃើញនាងដំបងអ្នកដូចមានអារម្មណ៍ថាភ្ញាក់ដែរតែសម្លឹងមើលយូរទៅទើបដឹងថាជាមនុស្សហើយគេក៏និយាយថាណែនាងជាអ្នកណានាងឈ្គូទេបានជាយកឈើមកចាក់ខ្ញុំអញ្ចឹងឮសំឡេងស្វាគមន៍ទាំងច្រឡឹះបើរបស់អ្នកកំឡោះភ្លាមនារីវ័យក្មេងរូបនោះក្រវែងឈើនោះចោលហើយយកដៃមកច្រត់ចង្កេះនាងគិតក្នុងចិត្តថានេះអ្នកតាបញ្ជូនគូព្រេងមកឲ្យខ្ញុំជាបរិសុទ្ធសម្ដីពីលបែបនេះមែនទេឬធ្លាក់មកពីលើមេឃខ្ពស់ពេកទើបធ្វើឲ្យគេឡប់សតិអស់បែបនេះណែនាងថ្លង់មែនទេហេតុអ្វីមិនឆ្លើយនឹងសំណួររបស់ខ្ញុំឬនាងមិនចេះនិយាយភាសាមនុស្សនារីសម្បូរស្លាយយើងលើកដៃចង្អុលមកកាន់អ្នកកំឡោះដែលទៅជាប់មេឃឈើហើយនិយាយថា
ខ្ញុំឈប់ខ្វល់នឹងមនុស្សប្រុសមាត់សាច់ដូចជាលោកឯងទៀតហើយចង់ស្លាប់នៅលើមេឃឈើនឹងក៏ស្លាប់ទៅនាងចង់ទៅណាក៏ទៅកុំមកខ្វល់ជាមួយខ្ញុំនិយាយរួចនារីយើងប្រញាប់បែរខ្នងបំរុងនឹងដើរចេញហើយក៏ឆ្លៀតនិយាយមកកាន់អ្នកដែលនៅលើចុងឈើវិញថាចុងឈើខ្ពស់យ៉ាងនេះបើលោកហ៊ានតលោតចុះមកប្រកាសជាធ្លាក់បាក់កស្លាប់ជាមិនខានទេកុំថាខ្ញុំមិនបានប្រាប់ឮបែបនេះអ្នកកំឡោះចាប់ផ្ដើមគិតពិចារណាពីកម្ពស់ចុងឈើនេះចុះមកក្រោមពិតជាមានកម្ពស់ខ្ពស់មិនធម្មតាពិតមែននៅក្នុងព្រៃក្រាស់បែបនេះហើយជំនួយក៏មិនបានអាយកូមមិនដឹងធ្លាក់ទៅដល់ណាបាត់បើនារីម្នាក់នេះចេញបាត់ទៅមិនដឹងពេលណាទើបមានមនុស្សដើរកាត់ទីនេះទៀតនោះទេឆៃប្រញាប់បដូរទឹកមុខបន្ទន់សំឡេងចំពោះនារីម្នាក់នោះវិញថាខ្ញុំសុំទោសផងតើនាងអាចជួយខ្ញុំចុះពីលើនេះបានដែរទេជួយលោកបានប្រយោជន៍អីទៅគឺខ្ញុំមានលុយនាងចង់បានលុយប៉ុន្មានក៏ខ្ញុំឲ្យនាងបានដែរឲ្យតានាងអាចជួយរកវិធីឲ្យខ្ញុំចុះទៅក្រោមវិញបានដោយសុវត្ថិភាពចុះលុយជាអ្វីគឺលុយជាក្រដាសមានតម្លៃដែលអាចឲ្យនាងយកទៅទិញអ្វីក៏បានដែរចុះលុយអាចទិញប្តីបានដែរទេនាងនិយាយពីអីហ្នឹងគឺខ្ញុំមិនចង់បានលុយទេខ្ញុំចង់បានប្តីបើលោកចង់ឲ្យខ្ញុំជួយលោកចុះមកក្រោមវិញលុះត្រាតែលោកព្រមធ្វើជាប្តីរបស់ខ្ញុំនាងមនុស្សព្រៃរោគចិត្តខ្ញុំសុខចិត្តស្លាប់នៅលើចុងឈើនេះក៏មិនព្រមយកនាងធ្វើប្រពន្ធដែរស្រេចតែលោកទេបើគិតថាស្លាប់ស្រួលជាងធ្វើប្តីរបស់ខ្ញុំក៏ស្លាប់ចុះមេឃងងឹតហើយនៅទីនេះយប់ឡើងមានព្រៃខ្លាមានខ្មោចបិសាចមានសត្វកាច់សាហាវច្រើនណាស់ខ្ញុំនៅមិនបានទៀតទេខ្ញុំលាសិនហើយនិយាយរួចនាងប្រញាប់រត់ចេញពីទីនេះឈប់រវល់នឹងអ្នកកំឡោះរូបសង្ហាររបស់យើងទៀតហើយឆៃឮបែបនេះចាប់ផ្ដើមរអាខ្លួនដែរត្បិតខ្លួនធ្លាប់រស់នៅបរទេសក៏ដោយតែខ្លួនក៏ជាមនុស្សជឿរឿងអបិយជំនឿខ្លះដែរយប់កាន់តែជ្រៅពន្លឺព្រះច័ន្ទរនោចបញ្ចេញរស្មីរឹមសំឡេងថ្លែងស្រាយំលាន់ពីពេញព្រៃសំឡេងខ្លាក្រហមបន្លឺឡើងមួយសន្ទុះក្រោយមកសំឡេងយំល្វើយពីក្រោមដើមឈើឆៃលួចក្រឡេកមើលចុះទៅក្រោមស្រាប់តែប្រទះនឹងមនុស្សស្រីសក់សំពងរាងខ្មៅស្កិលស្លៀកពាក់ឈុតខ្មៅកំពុងយំបក់ដៃហៅឆៃសម្រែកយំលាន់ត្រហឹងពេញព្រៃធ្វើឲ្យអ្នកកំឡោះយើងភ័យបាសសក់ព្រោះនេះជាលើកទី1ដែលខ្លួនមកដេកក្នុងព្រៃស្ងាត់ត្រូវខ្មោចព្រាយលងស្រស់បែបនេះឆៃញ័រខ្លួនទៅត្រើបបន់អស់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃបន់ឲ្យតែឆាប់ភ្លឺឆាប់នោះទេទិវាករបញ្ចេញពន្លឺរះដេដាពេញផ្ទៃមេឃសត្វស្លាបស្រែកក្អាកក្អាយលាន់ឮពីពេញព្រៃព្រឹក្សាអ្នកកំឡោះរបស់យើងចាប់ផ្ដើមបើកភ្នែកឡើងព្រោះពេលវេលាដែលខ្លួនខំបន់ស្រន់ពេញមួយយប់ចូលមកដល់ហើយទឹកមុខស្លក់ស្លេកស្លាំងព្រោះភ្នែកអន្ធត់មិនបានគេងពួនរបស់ឆៃបានបង្ហាញចេញមកយ៉ាងច្បាស់សំឡេងសម្រឹកជើងជន់លើស្លឹកឈើនៅខាងក្រោមបន្លឺឡើងបញ្ជាក់ថាមានអ្វីមួយកំពុងតែដើរនៅខាងក្រោមអ្នកកំឡោះហាក់មានសង្ឃឹមឡើងវិញក៏អោនទៅមើលវត្តមានម្ចាស់សម្រឹកជើងមួយនោះគឺជានារីរូបរាងចម្លែកដែលខ្លួនបានជួបកាលពីម្សិលមិញនាងឈរក្រពាត់ដៃងើយមកមើលអ្នកកំឡោះយើងនេះលោកមិនទាន់ស្លាប់ទៀតមែនទេខ្ញុំមកនេះប្រងថាបើលោកស្លាប់នឹងអស់សាកសពរបស់លោកទៅចោលនៅព្រៃខ្លាហើយទេតានាងនៅចង់បានខ្ញុំធ្វើជាប្តីរបស់នាងទៀតទេឮសំណួររបស់ឆៃធ្វើឲ្យនាងឆ្ងល់ជាខ្លាំង
នាងនៅស្ងៀមមិនតបនឹងសំណួររបស់គេទេស្រាប់តែអ្នកកំឡោះនិយាយបន្តឲ្យតានាងព្រមយកខ្ញុំចុះពីលើចុងឈើនេះខ្ញុំយកព្រមធ្វើជាប្តីរបស់នាងខ្ញុំព្រមតាមនាងគ្រប់យ៉ាងឆៃនិយាយទាំងមុខស្មើទទូចសុំជំនួយពីនារីចម្លែកម្នាក់នោះលេងកាច់រឹកកាច់រៀងជំទាស់នឹងសំណើរបស់នាងទៀតហើយកញ្ញាម្នាក់នោះនិយាយទាំងបែកក្នុងដាក់ឆៃនេះលោកប្រកាសឲ្យមែនទេច្បាស់ណាស់ខ្ញុំមិនកុហកនាងទេកុំក្បត់សន្យាណាប្រយ័ត្នបានកប់ឆ្អឹងនៅទីនេះខ្ញុំសន្យាហើយខ្ញុំមិនក្បត់សន្យាខ្លួនឯងទេជាកូនប្រុសដើមទ្រូង5ហាត់និយាយម៉ាត់ណាធ្វើបែបហ្នឹងនាងឮបែបនេះក៏លួចញញឹមចុងមាត់ហើយឧទានតិចថាយប់មិញនេះបន្លាចអប៉ិនេះបានសម្រេចហើយទេតាអេនាងទៅណាហ្នឹងហេតុអ្វីមិនព្រមយកខ្ញុំចុះពីទីនេះទៀតនាងក្រមុំបន្តដំណើររបស់ខ្លួនចេញពីទីនេះដោយមិនខ្វល់ពីសម្រែកហៅរបស់អ្នកកំឡោះឡើយមួយសន្ទុះក្រោយមកនាងបានជញ្ជូនចម្បាំងមួយពំនុកធំមកដាក់នៅខាងក្រោមដើមឈើនេះនិងមានលីវល្លិឈើក្រាស់មួយនៅលើស្មារួចនាងចាប់ផ្ដើមឡើងទៅលើដើមឈើដ៏ធំមួយនេះពេលឡើងទៅដល់នាងហុចវល្លិនេះទៅឲ្យឆៃលោកចង់វល្លិនេះឲ្យជាប់មាំនឹងមេឈើធំនោះទៅហើយលោកអាចសម្របខ្លួនចុះទៅក្រោមបានហើយបន្ទាប់ពីឆៃទទួលវល្លិនោះពីនាងហើយនាងក៏ប្រញាប់ចុះពីលើដើមឈើមកក្រោមវិញយ៉ាងស្ទាត់ជំនាញនាងឈរចាំឆៃនៅខាងក្រោមអ្នកកំឡោះយើងចាប់ដើមសម្រួលខ្លួនតាមវល្លិនោះចុះមកក្រោមបន្តិចម្ដងត្បិតខ្លួនមានមាឌធំមិនសូវជាទុកចិត្តគុណភាពវល្លិនោះសោះពេលចុះមកចិត្តដល់ក្រោមស្រាប់តែរាងកាយដ៏ធំរបស់អ្នកកំឡោះយើងបានធ្លាក់សង្កត់លើនារីមានមាឌតូចច្រឡឹងនោះភ្នែករបស់ពួកគេសម្លឹងគ្នាទៅវិញទៅមកដោយភាពភ្ញាក់ផ្អើលនារីដែលមានសម្បុរពណ៌ស្លែចម្លែករូបនេះមានកែវភ្នែកស្រទន់រោមភ្នែកងូស្អាតខ្លួនក្រអូបដូចជាផ្កាមិនសមនឹងរូបរាងរបស់នាងតតែសោះពេលឆៃកំពុងផ្លឹកនារីយើងប្រញាប់រុញខ្លួនគេចេញពីនាងហូយបាក់ឆ្អឹងខ្ញុំតិចអស់ហើយតែដឹងមាឌលោកធំមើលតែដំរីព្រៃហើយនេះនាងយ៉ាងម៉េចហើយនឹងឆៃក្រឡេកមើលជុំវិញខ្លួនរបស់នាងព្រោះចង់ដឹងថានាងមានត្រូវរបួសត្រង់ណាខ្លះឆៃបំរុងយកដៃមកស្ទាបមើលចង្កេះរបស់នាងស្រាប់តែនាងរុញគេចេញភ្លាមណែលោកកុំមកប៉ះខ្លួនខ្ញុំជាប្តីហេតុអ្វីប៉ះខ្លួនប្រពន្ធខ្លួនឯងមិនបាននរណាជាប្រពន្ធរបស់លោកចុះនាងក្រែងចង់បានខ្ញុំធ្វើជាប្តីឡើងញ័រខ្លួនហើយមែនទេអ្នកណាញ័រគឺបេះដូងរបស់នាងញ័រនឹងហើយពេលនាងនៅចិត្តខ្ញុំបេះដូងរបស់នាងញ័រចង់លោតចេញមកក្រៅហើយតែផ្ដេសនេះរឿងខ្ញុំចង់បានលោកធ្វើជាប្តីនោះមិនមែនខ្ញុំស្រឡាញ់លោកឯងទេខ្ញុំមានហេតុផលផ្សេងទៀតហេតុផលអ្វីទៅរឿងនឹងចាំនិយាយគ្នាតាមក្រោយទៅចុះខ្ញុំប៊ីនឹងស្លាប់ដោយសារលោកឯងហើយនិយាយរួចនាងងើបអង្គុយយ៉ាងស្ងៀមស្ងាត់ឆៃក៏ក្រោកមកអង្គុយជិតនាងក៏និយាយថាលោកបានចង់មកដល់ក្រោមហើយហេតុអ្វីលោកមិនរត់ចោលខ្ញុំទៅមិនបានទេខ្ញុំជាមនុស្សគោរពពាក្យសន្យាខ្ញុំមិនចង់ក្បត់អ្នកដែលបានជួយជីវិតខ្ញុំនោះទេមនុស្សខាងក្រៅដូចជាលោកមានមនុស្សល្អដែរមែនទេហេតុអ្វីថាគ្មានគឺខ្ញុំនឹងហើយជាមនុស្សប្រុសល្អដាច់គេនឹងខ្ញុំមានអារម្មណ៍ថាចង់ក្អួតហេតុអ្វីទៅនាងមិនស្រួលខ្លួនមែនទេគឺចង់ក្អួតនឹងសម្ដីអួតរបស់លោកនឹងណាឆៃសោចនិងនារីព្រៃភ្នំដែលមានចរិតរឹកពីនិងការនិយាយស្ដីដូចជាមនុស្សស្រីនៅទីក្រុងដែរ
នាងមានឈ្មោះអ្វីដែរខ្ញុំឈ្មោះសាយ៉ាំហាសាយ៉ាំនាងពិតជាឈ្មោះសាយ៉ាំមែនទេឆៃសើចខ្លាំងចំអកឈ្មោះរបស់នាងសាយ៉ាំប្រែជាមុខក្រញើចង់ចិញ្ចើមហើយសួរគេថានេះលោកសោចអីមិនដែលឃើញនរណាឈ្មោះដូចខ្ញុំទេមែនទេ នេះបើខ្ញុំមិនបានជួបនាងខ្ញុំគិតថានៅលើលោកនេះគ្មានឈ្មោះនេះទេ ចុះលោកឈ្មោះអីឈ្មោះល្អជាងខ្ញុំប៉ុណ្ណាទៅខ្ញុំជាបុរសសង្ហាឈ្មោះខ្ញុំប្រកាសជាព្រោះហើយខ្ញុំឈ្មោះថាវីរៈឆៃសាយ៉ាំសើចខ្លាំងពេលបានឮឈ្មោះនេះឆៃស្រឡាំងកាំងដែលឈ្មោះរបស់ខ្លួនត្រូវបាននាងសើចចំអកទៅរួចណែនាងសើចអីគឺឈ្មោះលោកនឹងណា ឈ្មោះឆៃលឺហើយនឹកឃើញតែឆៃពៅឆៃថាវតែប៉ុណ្ណោះត្រូវហើយខ្ញុំឈ្មោះឆៃនាងឈ្មោះយ៉ាំសរុបចេញមកគឺឆៃយ៉ាំអ្វីទៅជាឆៃយ៉ាំជារបាំប្រពៃណីមួយដែលគេរាំបែបនេះឆៃធ្វើកាយវិការរំលកបែបឆៃយ៉ាំបង្ហាញធ្វើឲ្យសាយ៉ាំសើចសប្បាយទះដៃនិងរៀនរាំតាមគេផងដែរសូមប្រិយមិត្តមេត្តារងចាំស្ដាប់ភាគបន្តឆាប់នេះសូមអរគុណ